សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់ធ្វើការបង្ហាញអំពីរបៀបដាក់វីដេអូឬក៏រូបភាពនៅផ្ទៃខាងក្រោយដែលយើងកំពុងនិយាយពណ៌នាដូចវីដេអូខ្ញុំបង្ហាញនេះអញ្ចឹងជាដំបូងយើងចូលទៅក្នុង overlay ដើម្បីជ្រើសរើសយកវីដេអូដែលយើងបានថតរួចយកមក add ចូលអញ្ចឹងខ្ញុំបាន add ចូលហើយបន្ទាប់មកយើងត្រូវឈរនៅលើរូបវីដេអូរបស់យើងហើយយើងត្រូវយកចូលទៅក្នុង cut out ហើយបន្ទាប់មកយើង select យក auto អញ្ចឹងវានឹងកាត់ឲ្យយើង automatic ហើយចុចសញ្ញាគ្រីសអញ្ចឹងយើងបានវីដេអូរបស់យើងហើយអញ្ចឹងយើងអាចព្រីប្រួមតាមដែលយើងត្រូវការនេះគឺជាវីដេអូដែលបានកាត់រួចបងប្អូនអាចយកຂະຫນາດ aspect ratio 16:9 សម្រាប់ផុសក្នុង short ក្នុង YouTube ឬក៏ Reel